như lư tham muốn bằng phôn còn mau chọn kia lang chọn đấy à lấy đa lang mình proi kia ra câu nọ bây ô con bơi à lấy tầm mui thế này ai thế ô có chư du nữa bóng chư lăng môn trâu năm chư du bên là tầm môn đi ban bên lang lời hiền mới môn đi ban là buôn ngày lời buôn ngái hình khoản nữa môn ngày tim vậy ô bà cái này tên này con này coi mà coi sẵn ạ con tập ra là sức đăng ba cái ta mập chiu bá cứ lư tha lắp ngôi chùm hiền luôn ở ba nơi ti tăng cả lại lục cru ta thu ởประมาณ phiên rồi vậy 50 tới 60 phiên rồi 50 tới 60 phiên rồi muốn lục ta mọc đo ti tăng cả lại ní ta chư chẳng mấy khác lục ta slap một chùm hiền luôn này khác bong ổn thôi còn đăng là slap một chùm hiền luôn nó giăng mấy chẳng á lục ta hiểu bọp thì ដំបងឡើយខ្ញុំដើរមិនរួច đa mình rồi បាទ ba mình tiếc ដើរមិនរួចហើយនិយាយក៏មិនចាញ់ giấy con mình chỉnh តែខ្ញុំបានមកដល់ទីនេះដើររួចនិយាយចេញច្បាស់ ô អូបាយបាន hộp bài ban ឈឺនៅផ្ទះថាចាប់អូចាប់មួយហើយទៅកូនមើលជាងធូបទៅថាម៉ែលោកតានៅកំពង់ស្ពឺមើលមហាហិជាម៉ែឯងទៅដែរសួរខ្ញុំឲ្យសួរទៀតតោះទៅអញទៅ bà អញទៅក៏មកដល់បានជួបលោកតាប្រោះព្រំឲ្យព្រំស្ដោះឲ្យហ្នឹងបរមីព្រះអង្គខ្លាំងប្រកែហ្នឹងលោកតាប្រោះព្រំហ្នឹងក៏បានធូតបៅខាងក្នុងវះវាអត់ជាវះ2ឆ្នាំមក ô ở đây ban thu màn phiên rồi vậy បានថាជា4 10 20%ហើយជាងកំបាច់ថាដល់50ទេតែប៉ុណ្ណឹងចោះហ្នឹងហើយថាហ្នឹង cái một chia ba màn ngày vậy 6ថ្ងៃបាន có một ngày đi ចា bóng chưa cái đấy ហារីបង្ក ô mà đi bóng cổ អស់ហើយកាមកប៉ុណ្នេះណោះ ô mau thông rồi ប៉ុណ្នេះពីកន្លែងនេះអា đi នេះ lại lấy bạt này មកតមកខែអស់ហើយ toàn làm khai on ហ្នឹងហើយ bật chưa bật máu không មិនជាប៉ិតមិនបើគេយកទៅដុតអីហ្នឹង cái vô tận đây ពេទ្យគេបញ្ជូនទៅហ៎ម៉ែយកទៅហ្នឹង bà បាយលេងកើតចង់យកទឹកបបរលេងចូល bà បាត់ជើងក៏អត់ដែរមកដល់លោកតានេះមកដល់លោកជង្គង់ nó cùng ជួយកូនហងលោកអើអើយ ở đây ban thu bật mền ប៉ិតមែន sớm ai chết đây បាយចិត្ត tận mỗi ngày sáng chân hai mà tật ចា ban thu mà màn phiên rồi ấy lúc gì ហនមកដល់អាឈាមបាតឈាមអីបាត់ឈឹងទាំងអស់ chim đã thẹn nữa ចាឈាមធ្លាក់ lại chim lại luôn ធ្លាក់ឈាមនឹងបាត់ទាំងអស់ហ្មង ô ខនុំក៏លែងចេញដែរ nôm cái lên ដែលមកហ្នឹងណា នោមអត់ចេញដែរ ដែលអត់តាន់មកនោមអត់ចេញទេព្រោះកម្រងនោមខូចខ្ទេចអស់ហើយ thôi tích ở hỏi ចា thôi lấy mà cái nôm bàn ឥឡូវនោមបានថ្លាចេះមកយប់ថោមួយដាក់អស់ហើយ បងប្អូនឥឡូវខ្ញុំបានមកដល់លោកគ្រូបារមីដាច់នាគរាជតាព្រះអង្គធំប្រសាទបាទដែលថ្ងៃនេះខ្ញុំបានមកដល់ហើយឮថាលោកតាគាត់ឈឺជំងឺស្លាប់មួយចំហៀងខ្លួនរយៈពេលយូរឆ្នាំហើយបាទហើយព្យាបាលនៅណាក៏អត់ធូរអត់ជាឥឡូវមកដល់នៅខេត្តកំពង់ស្ពឺនេះបាទនៅតាមស្រុកភូមិនេះគឺជាពិតមែនដោយសារលោកគ្រូស្ដេចបារមីនាគរាជបាទឥឡូវគឺបានធូរយ៉ាងណាឬក៏មុននឹងគាត់មកដល់នេះធ្វើຕົកយ៉ាងម៉េចខ្លះឥឡូវបងប្អូនមកជួបជាមួយលោកតាទាំងអស់គ្នាជំរាបសួរលោកតា បានសួរ លោកតាឮថាលោកតាសប្តាហ៍ថ្ងៃមុននឹងមកព្យាបាលនៅទីតាំងកន្លែងលោកគ្រូបារមីស្ដេចនាគរាជតាមកព្យាបាលគឺឮថាស្លាប់មួយចំហៀងខ្លួន បាទ និយាយពីដើមដំបូងតិចមើលលោកតាដែលយើងពិបាកក្នុងការធ្វើដំណើរយ៉ាងម៉េចខ្លះហើយយើងស្លាប់មួយចំហៀងខ្លួនហ្នឹងយើងដេកលើកតេទាំងស្រុងឬក៏យ៉ាងម៉េចហើយមកស្របពេលឥឡូវមកដល់ពេលឥឡូវនេះការមកដល់ព្យាបាលនៅទីតាំងកន្លែងលោកគ្រូតើធូរអស់ប្រមាណភាគរយហី បាន 50 ទៅ 60ភាគរយ 50 ទៅ 60% បាទ មុនលោកតាមកដល់ទីតាំងកន្លែងនេះតើឈឺយ៉ាងម៉េចខ្លះលោកតាស្លាប់មួយចំហៀងខ្លួនដែរខ្លះបងប្អូនគាត់អត់ដឹងថាស្លាប់មួយចំហៀងខ្លួននឹងយ៉ាងម៉េចអីចឹងណាលោកតាអាចរៀបរាប់តិច ដំបងឡើយខ្ញុំដើរមិនរួច ដើរមិនរួច បាទ បាទមិនទៀត ដើរមិនរួចហើយនិយាយក៏មិនចាញ់ និយាយក៏មិនចេញ តែខ្ញុំបានមកដល់ទីនេះដើររួចនិយាយចេញច្បាស់ អូ អូបាយបាន ហូបបាយបាន កាលនោះហូបក្អួត ហូបក្អួតហ្មង បាទ អូ
mà nó không bay là khấn bay tập bốn năm cho bay mà អូហើយឥឡូវដើរបានវិញបាទ đã top tàu tàu បាទបាទ tàu tàu một phút ឥឡូវយើងដើរតោងបានពីមុនអត់សោះហ្មងកង្កើពីលើក្រែតិចក៏អត់បានដែរ thì muốn tới na cái bay đã lan tới na cái bay đã không bay ឥឡូវធូរច្រើនមែនតើអញ្ចឹង thu trơn ហើយលោកតាមករយៈពេលប៉ុន្មានថ្ងៃហីម្ដងនេះ cùng 4 ngày cốt này nè 9ថ្ងៃគាត់បានធូរ 50-60% bà អូមិនធម្មតាទេអូសាហាវផងអញ្ចឹងហើយលឺថាព្យាបាលគ្រប់កន្លែងអស់ហើយអត់ធូរទេអត់បាត់នៅតែប៉ុណ្្នឹងរាប់ឆ្នាំហី có thế nào tới vì mình ba cái lại tới vừa cái lại គាត់ទៅកន្លែងមិនខុស cái lại khó អូ lại xì lùi កន្លែងស៊ីលុយកន្លែងខុសទៀត nè tiết là bắt đầu mong tới một tấc có tầm bạch cái lại chư tầm bạch អូជួយឆ្លៃពេលដល់ម៉ោងទឹកជួយបាច់កន្លែងឈឺឲ្យបានធូរ bà ចាប់បស័យចាប់ឲ្យទៅ bà អញ្ចឹងបកកែមែនអញ្ចឹងបាទពីមុនគាត់ថាដេកលើកតេហ្មងតែបញ្ញាក៏បញ្ញាអត់បានទេបងប្អូនឥឡូវនេះជាសម្ដីរបស់គាត់ពិតបងប្អូនបាទមានអ្នកណាជួមកណាហើយ ê chùl mò nào rồi គាត់ហ្នឹងហ៎ បាត់ប្រកាសហើយ ឥឡូវនេះប្រពន្ធគាត់បងប្អូនប្រពន្ធគាត់ឥឡូវប្រពន្ធគាត់ក៏សាក់សីដែរ ចាបាត់ប្រកាសហើយនោះបងខ្ញុំជូនមក នេះបងអ្នកជូនមក ចា បាទអ្នកមីងតើអ្នកមីងត្រូវជាអ្វីមួយលោកតាដែរ ប្រពន្ធ ប្រ គា ព ត់ ន្ធគាត់ពេលដែលគាត់ឈឺរយៈពេលប្រហែលខែប្រហែលឆ្នាំឯងដែលក្នុងការ 6ឆ្នាំ 6ឆ្នាំគាត់ ចា ហើយមកដល់នេះ9ថ្ងៃធូរ50-60% ចា អូបកកែខ្លាំងមែន ចាខ្លាំង អូបងចាំមិនថាបើមិនបានមកដល់អត់ដឹងទេបងប្អូនដល់មកដល់ទីតាំងផ្ទាល់មិនដឹងហើយខ្ញុំមកឃើញមកដល់កន្លែងលោកគ្រូគឺឃើញបងប្អូនប្រជាពលរដ្ឋយើងច្រើនមែនទែនមកដេកសម្រាប់ជាបានអានឹងបងប្អូនឃើញនេះបាទច្រើនមែនទែនតែម្ដងហើយដល់ពេលអញ្ចឹងអារម្មណ៍យ៉ាងម៉េចដែរដល់ពេលប្តីយើងបានធូរបែបនេះនេះ អារម្មណ៍អខ្លាំងខ្លាំង អូខ្លាំងហ្មង ចា ហើយ6ឆ្នាំ 6ឆ្នាំ ពិបាកយ៉ាងម៉េចខ្លះក្នុងការមើលគាត់ អូពិបាកអាចនោមអីចឹងទៅ អាចនោម ចា ហើយគាត់ថាអស់សង្ឃឹមមកទេមើលទៅ ណាចា មានន័យថាអស់សង្ឃឹមនឹងគាត់អាចនឹងតោងដើរអីបានថ្ងៃក្រោយអញ្ចឹងណា ចាអស់សង្ឃឹមមែននោះទៅ តែនឹងធ្លាប់គិតថាធ្វើយ៉ាងម៉េចតើឲ្យប្តីយើងជាអត់ពេលហ្នឹង ថាគិតធ្វើយ៉ាងម៉េចគិតមកកន្លែងលោកតាហ្នឹងពឹងពាក់លើលោកតាឲ្យលោកតាមើលឲ្យជា មុននឹងមកកន្លែងលោកតាព្យាបាលអស់ប្រហែលកន្លែងឯង ហើយជា4-5កន្លែង 4កន្លែងហើយអស់លុយប្រហែលដែរ អស់លុយច្រើន ច្រើនខ្លាំងមែនតើ ចា ហើយមកដល់នេះមិនដែរ មកដល់នេះអត់អស់លុយទេមក ម៉មហើយបាន បាន ធូរ ធូ ប៉ិត រចា ឥឡូវមានអ្វីនិយាយទៅកាន់បងប្អូនប្រជាពលរដ្ឋយើងតិច និយាយថាម៉េច និយាយថាអ្នកដែលឈឺជំងឺដូចប្តីបងអញ្ចឹងណាឲ្យមកនេះបាទមកសាក់មើលទៅ ចា បាទនិយាយ អូអ្នកដែលឈឺដូចប្តីខ្ញុំឲ្យនាំគ្នាមកនេះចាស់ បាទ ព្រោះអីជំងឺវាជាមកកន្លែងលោកតាជាប៉ិត ជាប៉ិតណា ចា បងអត់ជឿបងប្អូនមកសាក់មើលបាន ចាបើអត់ជាបងប្អូនមកអញ្ជើញមកទាំងអស់គ្នា បាទបងប្អូនខ្ញុំដាក់លេខទូរស័ព្ទនៅលើ caption បានអញ្ចឹងបងប្អូនមិនជឿបងប្អូនមកសាក់មើលទៅតើអ៊ំស្រីគាត់អាយុប៉ុណ្ណនេះបាទអ្នកមីងគាត់អាយុប៉ុណ្ណេះគាត់កុហកសួរថាបានឲ្យមកវិញ បានមកវិញ បានឲ្យមកវិញ ទេអត់ខ្ញុំមិនចេះកុហកទេ បាទ និយាយតែការប៉ិត ឥឡូវសំតិចមើលសុបាយខ្លាំង សុបាយខ្លាំង ខ្លាំងអោប ខ្លាំង ថើប្តីមួយមើលឃើញទេសុបាយចិត្តដល់ថ្នាក់ឥឡូវមើលឥឡូវបងប្អូនឃើញទេលោកតាអាចជួយបាននេះឃើញទេបាទឥឡូវសួរថាតាំងពីគាត់មានវិបត្តិខ្លាំងនៅក្នុងការដេកលើកតេ6ឆ្នាំបងប្អូនគិតពិចារណាមើលតើបើសិនជាពេលហ្នឹងថាគាត់មានអាចថើបគ្នាសុបាយអញ្ចឹងបានណាបងប្អូនឃើញទេឡើងអង្គុយថើបគ្នាបានខ្ញុំឲ្យខិតបានទៀតបាទពីមុនដេកលើកតេទាំងស្រុងហើយបងប្អូនបើអត់ជឿបងប្អូនមកសាក់មើលទៅ មកសាក់ បាទ មើល អ៊ំស្រីលោកយាយ ចា លោកយាយអ្នកនាំមកណាលោកយាយ ចាខ្ញុំអ្នកនាំមក ហើយលោកយាយដឹងតាមណាបាននាំគាត់មក ខ្ញុំមើលទូរស័ព្ទ មកក្នុងទូរស័ព្ទ ចាខ្ញុំមើលទូរស័ព្ទ ចុះបីផ្ទុះមិនបានលើសម្រាប់សង្គមពេញហ្នឹងហ្មងដោយសារគាត់ព្យាបាលត្រូវលោកតា ចាខ្ញុំគ្រាន់តែឃើញលេខឃើញគាត់ផ្សាយភ្លាមខ្ញុំឃើញលេខទូរស័ព្ទភ្លាមខ្ញុំតាមថតយកលេខទូរស័ព្ទទល់ម៉ោង2:10ជាងយប់ហ៎បាទខ្ញុំតាមទៅពេលតាមព្រលឹមឡើងខ្ញុំទេមកតាក់ទងគាត់តាមលេខទូរស័ព្ទហ្នឹងហើយខ្ញុំទេទៅយកបងខ្ញុំនៅស្ទឹងត្រែង បាទអូមកពីស្ទឹងត្រែងពេក ចា សួរ ចាហើយបងខ្ញុំមួយទៀតនៅនឹងវាឈឺដូចគ្នាហើយក្មួយមួយនោះល្ងិតភ្នែក បាទ
ខ្ញុំតេមិនតាក់ទងទៅលោកតាថាឲ្យយកមកលោកតាជួយបានអត់អីទេអញ្ចឹងខ្ញុំពួកខ្ញុំជឿជាក់តាំងពីខ្ញុំមើលទូរស័ព្ទ ចាពេលមើលហ្នឹងគិតថាគេសម្ដែងឬក៏មិនអត់ពេលក្នុងខ្លួនយើងអមស្រីនិយាយស្មោះត្រង់មើល អត់ទេខ្ញុំឃើញខ្ញុំអ្នកធ្វើសិលខ្ញុំអត់ចេះនេះដែរខ្ញុំនិយាយតែពិតចានិយាយតែពិតព្រោះអីខ្ញុំគ្រាន់តែឃើញភ្លាមហ្នឹងខ្ញុំមានអារម្មណ៍ថាប្អូនខ្ញុំដែលលើកព្រះដើររួចទាំងអស់ប្អូនខ្ញុំនឹងដើររួចទាំងអស់ខ្ញុំដឹងតែយកប្អូនខ្ញុំមកពួកខ្ញុំជឿជាក់ពិតប្រាកដថាដឹងតែជាដឹងតែលោកតាមើលបានជួយបានដឹងតែដើររួចញ៉ាំលោកតានឹងលោកមានមហិទ្ធិឫទ្ធិខ្លាំងក្លារបស់លោកខ្លាំងប្រកែមែនខ្ញុំជឿជាក់ច្បាស់ថាដឹងតែប្អូនខ្ញុំដើររួចដឹងតែមករួចក្មួយខ្ញុំល្ងិតដឹងតែភ្លឺអូក្មួយល្ងិតភ្នែកក្មួយល្ងិតភ្នែកអាចមើលបានទៀតឥឡូវអត់ទាន់ភ្លឺទេប៉ុន្តែអាចជឿបានទៀតតាថាអត់អីទេជួយបានព្រោះម៉ាក់ខ្លួនវាហ្នឹងវាដូចចុះអមស្រីមានឈឺអីអត់ទេខ្ញុំទឹកនោមផ្អែមដែរហើយចុះមកហ្នឹងមិនដែរបានព្យាបាលបានមិនអីខ្ញុំផឹកថ្នាំលោកតាព្យាបាលហ្នឹងឥឡូវហ្នឹងតាំងពីមកខ្ញុំមិនដែលប្រើថ្នាំទឹកនោមផ្អែមមកគ្រាប់សោះហើយសុខភាពខ្ញុំវាអត់ដែលមានប្រែប្រួលអីទាំងអស់បាទខ្ញុំមកចុកធម្មតាចាអញ្ចឹងបានធម្មតាចាអញ្ចឹងខ្ញុំរឹតតែជឿជាក់កាន់តែខ្លាំងដឹងតែប្អូនខ្ញុំទាំងអស់ហ្នឹងដឹងតែភ្លឺដឹងតែដើររួចទាំងអស់គ្នាអូចឹងខ្ញុំជូនពរចុះបាទហើយថ្ងៃនេះមាននិស័យបានមកជួបគ្នាអមស្រីចាបាទដោយសារខ្ញុំឮថាល្បីល្បាញគាត់បកកាយមែនក៏ខ្ញុំមកសភាអមស្រីក៏ដូចជាប្អូនបាទត្រូវជាប្អូនអីគាត់អីប្អូនជាដូនបាទប្អូនបាទគាត់បានបងអមស្រីដែលបានណែនាំឲ្យគាត់មកព្យាបាលទៅបានធូរចាបាទឥឡូវមានអ្វីនិយាយទៅកាន់បងប្អូនប្រជាពលរដ្ឋយ៉ាងតិចអ្នកដែលមានជំងឺរ៉ាំរ៉ៃបាទព្យាបាលមិនជាដូចជាដេកលើកទេដូចលោកតាដែលគាត់បានឈឺនេះចាឥឡូវខ្ញុំសូមផ្ដាំផ្ញើទៅបងប្អូនយើងទាំងអស់ទូទាំងប្រទេសនិងនៅក្នុងប្រទេសយើងក្តីក្រៅប្រទេសក្តីបើបានមើលក្នុងការ live របស់លោកគ្រូស្ដេចនិករាជហើយនឹងពនាងតូចហើយនឹងលោកគ្រូធំប្រសាទបើបានមើលហើយឃើញហើយជឿជាក់បើមានជំងឺណាដែលពេទ្យគេបោះចោលជំងឺណាដែលពេទ្យគេមើលអត់ជាទៅមើលណាអត់ជានិយាយទៅជំងឺគ្រប់មុខគ្រប់បែបយ៉ាងទាំងអស់លោកតាជួយបានទាំងអស់ព្រោះលោកតានៅកន្លែងហ្នឹងបកែពួកគាត់គ្រាន់តាស្រូចទឹកហើយនឹងផ្លុំហើយនឹងបើមានជំងឺដូចប្អូនខ្ញុំអញ្ចឹងលោកតាចាប់តសៃឲ្យលោកតាចាប់តសៃឲ្យរាល់ល្ងាចចាប់ឲ្យអ្នកឈឺតាណាតណីអីប្រាប់ទៅលោកតាចាប់ឲ្យធ្វើទៅហ្នឹងស្មាខ្ញុំចុកស្មាណាដល់ពេលខ្ញុំមកដល់ខ្ញុំថាលោកតាខ្ញុំចុកស្មាលោកតាចាប់តាមល្ងាចខ្ញុំមកដល់ហ្នឹងហើយចាប់មកល្ងាចចកេះអីហ្នឹងខ្ញុំបាត់ទៅឥឡូវហ្នឹងមកដល់ឥឡូវហ្នឹងហើយស្មាហ្នឹងខ្ញុំនៅសល់ក្បាលជង្គង់តិចទេចាហើយទឹកនោមផ្អែមខ្ញុំហ្នឹងប្រហែលជាជាហ្នឹងហើយប៉ុន្តែថាជាហ្នឹងចាស់ព្រោះខ្ញុំអត់ធ្វើទុកអីផងគាត់ណាយើងអត់ទាន់បានមើលមិនពិនិត្យមើលហ្នឹងហើយយើងអត់បានពិនិត្យមើលអីវ៉ាន់ស៊ីអីខ្ញុំសង្ឃឹមថាជាការដាក់យើងដឹងខ្លួនឯងខ្ញុំដឹងតែជាកូនតេមកឲ្យខ្ញុំថាអើយម្ដាយដឹងតែជាកូនអើយព្រោះអីអត់ដែរធ្វើទុកអីទាំងអស់ហើយខ្ញុំហុកចុកធម្មតាព្រោះខ្ញុំនៅផ្ទះតែដាច់ថ្នាំគឺអត់បានហ្មងបាទចាដល់ពេលអញ្ចឹងផ្ដាំផ្ញើបងប្អូនទាំងអស់ជឿជាក់លើលោកតាទៅលោកតាមានមហិទ្ធិឫទ្ធិខ្លាំងប្រកែណាលោកតាប្រសាទលោកតាដឹងតែជួយដឹងតែជាឲ្យតែមកដល់លោកតាជួបលោកតាដឹងតែជា 100% អញ្ចឹងហ្មងបាទឥឡូវបងប្អូនបើមិនជឿបងប្អូនមកសាក់មើលបានដឹងហើយបាទមកសាក់មើលចោះបាទកុំឲ្យថាយើងនេះមានពីណាជួអមមកណាអត់ពីណាជួលផងគាត់ប្រកាសថាចាពិតប្រកបក្នុងខ្លួនខ្ញុំជឿជាក់លើលោកតាខ្លួនឯងខ្ញុំជួលឡានជិះមកចាជួលឡានជិះមកអូជិះមកពីសឹងត្រែងមកជិះមកពីស្រុកវាអែមខ្ញុំនៅវាអែមទេនៅស្រុកវាអែមចាតែលោកពូនេះនៅសឹងត្រែងអញ្ចឹងពីជិះ2តង់មកបាទឆ្ងាយចា2តង់មកដល់ខ្ញុំអូគិតទៅចាបាទអរគុណអញ្ចឹងអរគុណអមស្រីបាទឥឡូវបងប្អូនបានស្ដាប់ហើយគឺសម្ដីពិតហ្មងរបស់អមស្រីគឺគាត់ជាអ្នកធ្វើបន់បាទ cancer កាលនេះដែរគាត់មិនអាចនិយាយកុហកទេបើជាមិនជាពិតគឺលើគាត់ហើយបាប់បនហ្នឹងមិនមែនតែខ្ញុំទេខ្ញុំអត់ដឹងអីទេខ្ញុំខិនគ្រាន់តែជាព័ត៌មានគ្រាន់តែកញ្ចក់ឆ្លោះប្រចាំងផ្សព្វផ្សាយព្រោះខ្ញុំឃើញថាបងប្អូនខ្លះគាត់ទៅមើលគ្រូច្រើនគ្រូហើយដែលខុសហើយចំណាយថវិកាច្រើនអញ្ចឹងធ្វើឲ្យយើងខាតពេលវេលាខាតទាំងមាសប្រាក់អញ្ចឹងបងប្អូនអាចមកសាក់លើបាទនៅនេះគេហៅខេត្តកំពង់ស្ពឺបាទចាំទីតាំងខ្ញុំនឹងដាក់ location នៅក្នុងបាទcaption ហើយក៏ដូចជាលេខទូរស័ព្ទបាទកូនសិស្សលោកគ្រូឲ្យបងប្អូនតាក់ទងមកសួរនាំបានបាទឃើញវីដេអូនេះហើយបាទអរគុណជំរាបសួរលោកយាយចាលោកយាយមានឈ្មោះអីដែរលោកយាយខ្ញុំឈ្មោះយាយផនមកពីខាងណាវិញលោកយាយមកខ្ញុំនៅtrongស្រុកនឹងនៅភូមិត្រពាំងវែងឃុំដំណាក់រាំងស្រុកសាមគ្គីមនីជ័យខេត្តកំពង់ស្ពឺលោកយាយមានបច្ចុប្បន្នប៉ុន្មានហើយ
ជនចិត្ត4 74ហើយ ចា លើថាលោកយាយមានជំងឺច្រើនមុខឈឺខ្លះលោកយាយ មួយថ្លើមមហារីកខ្ញុំស្កេនឥឡូវនេះណា បាទ មហារីកថ្លើម បាទ ហើយកាពះអលៀកខ្លាំង បាទ ហូបបានបប បាទ ហើយពវៀនអលៀកពវៀនធំ បាទ ឬដងបាត់ដុសពេញទាំងអស់ បាទ ហើយខ្ញុំអត់ជើងឡើង7 2ឆ្នាំហើយមកសិតតែឈាមហ្មង បាទ ចា មកព្យាបាលប្រហែល ខ្ញុំមកបានខ្ញុំមកពីថ្ងៃអាទិត្យមុនឥឡូវថ្ងៃសៅរ៍ អូអាទិត្យមុនថ្ងៃសៅរ៍អញ្ចឹងប្រហែលមួយអាទិត្យ ចា បានធូរប្រហែលភាគរយហ៎លោកយាយ ផនមកដល់អាឈាមបាត់ឈាមអីបាត់ឈឹងទាំងអស់ ឈាមដែលធ្លាក់ហ្នឹង ចាឈាមធ្លាក់ ធ្លាក់ឈាមធ្លាក់អីនោះ ធ្លាក់ឈាមនឹងបាត់ទាំងអស់ហ្មង អូ ខននំក៏លែងចេញដែរ នំក៏លេងចេញ ដែលមកហ្នឹងណា នំអត់ចេញដែរ ដែលអត់តាន់មកនំអត់ចេញទេព្រោះកម្រងនំខូចខ្ទេចអស់ហើយ ខូចតិចអស់ហើយ ចា ហើយឥឡូវមិនចេញនំបាន ឥឡូវនំបានថ្លាចេះមកយកថោមួយដាក់អស់ហើយ អូឥឡូវ តាំងពីព្យាបាលឆ្នាំហ្នឹងមក ធូរហើយ ចា ចុះតាមយើងគិតថារយៈពេលដែលក្នុងការឈឺយើងនោះរយៈពេលឥឡូវប្រហែលភាគរយការជានោះ ខ្ញុំថាច្រើនភាគរយហ៎បែប40% 40%មកទឹកហើយ លោកយាយធ្លាប់អស់សង្ឃឹមក្នុងជីវិតដល់ពេលឈឺ អូ យ៉ាង បាញ់និយាយទេរឿងអស់សង្ឃឹមខ្ញុំត្រៀមថាមិនបាច់រស់ទេរស់ពិបាកជាងស្លាប់ នោះពិបាកជាងស្លាប់ទៀត ខ្ញុំបន់ឲ្យតែងាប់ទេពេលឈឺនោះខ្ញុំមកនាលពេញដី អូ ប្រហែលឆ្នាំហើយមិនមែនទៅមិនlâuទេ បាទលោកយាយបាទ ចាប់បើខ្ញុំឈឺ41ឆ្នាំហើយ 41ឆ្នាំមក ចាគ្រូខ្មែរអីពេទ្យអីខ្ទេច ដើរមើលអស់ហ៎ ខ្ទេច តិចអស់ហ៎ ខ្ទេច ឥឡូ អ វ ស់ មកត្រូវលោកគ្រូបារមីស្ដេចនេះនឹង ចាដល់មកដល់នេះលោកតាថាឈប់ព្រួយ បង ឈប់ព្រួយហើយប្រមាត់អីកាត់ចោលអស់លីងហើយ បាទ ផឹកណាំម៉ែក៏អត់មានណាហ៊ានព្យាបាលខ្ញុំដែរ អូ គ្រូខ្មែរអត់ណាហ៊ានព្យាបាលខ្ញុំ ឥ ដែរ ឡូវបានធូរហើយ ធូរហើយ ឥឡូវមាន ឥឡូវហូបបាយ យាយ កើតអីកើត ហូបបាយហូបអីនំអីធម្មតា ចានោមបានឈាមលែងធ្លាក់ ឥឡូវមានអីបើនិយាយទៅកាន់ពុកម៉ែបងប្អូនប្រជាពលរដ្ឋយើងទី មានចា ឈឺការៈដូចយើង មានខ្ញុំសូមប្រាប់ទៅបងប្អូនដែលមានជំងឺធ្ងន់ធ្ងរយ៉ាងណាក៏ដោយបើមកដល់គ្រូនិករាជនេះហើយ បាទ ជឿថាដំណើរជីវិតយើងគឺរស់ឡើងវិញណា បាទ ខ្ញុំប្រាប់ប៉ុណ្ណឹងឈឺធ្ងន់មិនក៏ដោយ បាទ ខ្ញុំមកខ្ញុំមិនណាស់ខ្លួនឯងទេកូនខ្ញុំអត់មានជូនមក បាទ វាថារកបាច់ម៉ែ40ឆ្នាំហើយ រឡើងអស់ហើយ ឲ្យម៉ែនៅមួយកន្លែងខ្ញុំកងអត់ដុតហើយកូនខ្ញុំនិយាយយ៉ាងមក បាទ ចា អញ្ចឹងបងហើយ ចឹងបដ ឥ ិ ឡូវមានសង្ឃឹមវិញហ៎ ឥឡូវខ្ញុំសង្ឃឹមខ្ញុំថាតែប៉ុណ្ណេះខ្ញុំជាខ្ញុំបានទៅបំពេញការងារខ្ញុំនៅវត្ត បាទ បន្តបាទបាទ ចាចា អរគុណអរគុណនៅលើថាមុនបងប្អូនគាត់មកច្រើនគ្រាឡើងច្រើននេះឥឡូវដើរឡើងវិញប្រយ គ្រារកូនដល់3 អូកូនបីឥឡូវតែមួយទេ ទៅមួយ ម្នាក់ឯងទេ ហ្នឹង អូគាត់ឈឺយូរណាស់បង ឈឺឡើងមុនចូលឆ្នាំមកមុនចូលឆ្នាំឈឺយូរពេលលិចយ ទៅមុននេះបាន បែរឡើងលើហ៊ានមើល មុននេះបាន4ថ្ងៃឡើយ 4ថ្ងៃយើងគ្រាន់ហ៎ មកថ្ងៃទី8មកដល់ អូបកែណា សិនណាកូនណា អូអង្គុយមកអង្គុយសិនណា គាត់សម្រាប់ឡើងស្ដុកស្ដឹង បាទអង្គុយសិន ខ្លួនឯង ហើយទី បងប្អូននៅច្រើនមែនតើបាទនេះពុកបរិស័ទបាទពុកម៉ែបងប្អូនយកមកបាទជាបាទជំងឺគាត់ផ្សេងគ្នាគឺបានធូរច្រើនមែនតើបាទរាប់រយនាក់ដែលជានេះបងប្អូនរាប់រយរាប់ពាន់នាក់អីមិនធម្មតាទេបាទខ្ញុំបានសួរការសួរនាំពីពួកគាត់បាទគឺគាត់បានធូរច្រើនមែនតើបាទឥឡូវយើងឃើញពួកគាត់មកធ្វើការស្រោចទឹកបាទនេះប្រោះព្រំភាសាបារមីស្ដេចនាគរាជរបស់គ្រូតាបាទគាត់មានការខ្លាំងមែនតើបងប្អូនឃើញបងប្អូនច្រើនមែនតើមកនេះបងច្រើនមែនតើធម្មតាទេនេះបាទហើយលោកយាយឈឺហ្នឹងមកតែ4ថ្ងៃទេឥឡូវបានគ្រាន់ជាងមុនឆ្ងាយ បាន4ថ្ងៃ មើលគ្រូពេទ្យមើលគ្រូអីអស់ហ៎ អស់ហើយនៅនោះមើលណារឹតខឹងកូនខឹងចៅណាដេញកូនដេញចៅលេងស្គាល់កូនអស់ទៅ បាទ ចៅអត់ស្គាល់កូនអត់ស្គាល់ មើលលេងស្គាល់លេងដឹងអីអស់ឥឡូវដឹងអស់ហើយកូនទីម៉ាន នេះអូយទី5កូន8 កូន8បងស្រីទី5 ចា អូចឹងច្បាស់វិញណា ចា អ
តែ បើជាង នៅ មុនឆ្ងាយ វិញនៅ នៅ ភឹង វិញ លើក តិចតួចទេតែយើងអាចដឹងជាងមុនច្រើន ពីមុនអត់ស្គាល់ឈ្មោះ ផ្លេចឈ្មោះទេ ផ្លេចអស់ហើយ ឥឡូវចាំចុះបងសមាជិកទៅពេលអ្នកម្ដាយបង្កើតយើងព្រះរូបយើងគាត់បានធូរច្រើនបាទ ស្បាយចិត្តហ្នឹងហើយបើមកបានតែប្រហែលថ្ងៃគាត់បានដើររួចទៅអីតោងអីឈរនឹងមិន បាទ លេងមុនគាត់ដាក់នៅឡើយញ៉ានៅឡើយខ្ញុំប៉ះសាច់គាត់បានទៅឈឺរហូតឲ្យតែប៉ះតាណាចគាសាច់ចិត្តតែយើងនេះគាត់ចគាថាយើងប៉ះគាត់ខ្លាំងខ្លាំងអញ្ចឹងណា បាទ តែឥឡូវបានគាត់ដើររួចទៅអីកូនចៅសុបាយចិត្តគ្រប់គ្នា បាទមានអ្វីអរគុណដល់លោកគ្រូបារមីនេះក្រេតិច អរគុណគ្រូដែលបានឲ្យម៉ែខ្ញុំជាសះស្បើយកូនចៅអរគុណគ្រប់គ្នានេះ សមាជិក សុបាយចិត្តហ្នឹង បាទអរគុណបងនេះសម្ដែងរបស់គាត់ពិតបងប្អូនហើយសួរច្រើនអ្នកហើយចង់20អ្នកហើយបាទមើលឥឡូវនិយាយចង់ឲ្យសភាដែរនេះបាទតើឲ្យសភាមើលមិនដែរឥឡូវការដាក់ឈ្មោះឯខ្លះនិយាយ ឈឺនៅផ្ទះថាចាប់អូចាប់មួយហើយទៅកូនមើលជាងធូបទៅថាម៉ែលោកតានៅកំពង់ស្ពឺមើលមហាហិជាម៉ែឯងទៅដែរសួរខ្ញុំឲ្យសួរទៀតតោះទៅអញទៅ បាទ អញទៅក៏មកដល់បានជួបលោកតាប្រោះព្រំឲ្យព្រំស្ដោះឲ្យនឹងបរមីព្រះអង្គខ្លាំងប្រកែនឹងលោកតាប្រោះព្រំនឹងក៏បានធូតបៅខាងក្នុងវះវាអត់ជាវះ2ឆ្នាំមក ឥឡូវបានគូប្រហែលភាគរយហើយ បានថាជា4-10-20%ហើយជាងកំបាច់ថាដល់50ទេតែប៉ុណ្ណឹងចុះហ្នឹងហើយថាហ្នឹង ហើយមកជាបានប្រហែលថ្ងៃហើយ 6ថ្ងៃបាន ទៅ6ថ្ងៃទេ ចា តែពីការឃើញវីដេអូផុសហ្នឹងយើងជឿពេលយើងបន្តមកព្យាបាលហ្នឹង ជឿបានមកចាបើអត់ជឿអត់មកទេជឿពិតប្រកបមកថាអញទៅឲ្យរួចទៅវាជូនខ្ញុំមកដល់ផ្ទះវិទ្យាទៅចាស់វិញសាក់ឯងទៅអញនៅនឹងហើយបើអញទៅផ្ទះអញមិនរស់ទេអញឲ្យលោកតាខ្លាំងប្រកែស្ដោះឲ្យជាហ្នឹងហើយបរមីព្រះអង្គហ្នឹងឲ្យជាជាងតាំងនេះ2ឆ្នាំហើយតែវាអត់ជាលោកគ្រូអើយអញ្ចឹងមិន ឥឡូវមានអ្វីនិយាយទៅកាន់បងប្អូនពុកម៉ែបងប្អូនយើងតិចណាដែលមានអាការៈដូចអ៊ំស្រី ណាស់ណាថាឥឡូវទៅកាន់ពុកម៉ែបងប្អូនទាំងអស់ដែលមានវះកាត់ពវៀនអត់ជាមកព្យាបាលលោកតាស្ដេចនេះស្ដេចនេះករាជប្រោះព្រំនឹងព្រំស្ដោះនឹងឲ្យជាដូចខ្ញុំកុំឲ្យឈឺទៀត បាទអរគុណច្រើនអ៊ំបាទបងប្អូនបានស្ដាប់ហើយគឺអ៊ំស្រីគាត់បញ្ជាក់ច្បាស់ហ្មងគាត់បាន6ថ្ងៃបានធូរបាន20ដងដល់ថ្នាក់គាត់បត់ជើងតាមពវៀនពោះគាត់ឥឡូវយើងឃើញវីដេអូបាទបងប្អូនទស្សនភាពបាទដែលពុកម៉ែបងប្អូនយកមកច្រើនមែនតើបាទអូច្រើនមែនតើមកដល់ម៉ោងហើយបាទបើជឿសុំមកបងប្អូនបើអត់ជឿក៏មកបាទបើជឿបានយើងមកស័ក្តិសិទ្ធបាទបើអត់ជឿគឺអត់ស័ក្តិសិទ្ធទេបាទឥឡូវបងប្អូនឃើញច្រើនមែនតើនេះបាទនេះអូបងប្អូននេះឡើងច្រើនមែនតើតែម្ដងមិនធម្មតាទេនេះបាទឡើងណែនហ្មងហើយបងប្អូនយើងមកសុទ្ធអ្នកមានជំងឺបាទមិនធម្មតាទេបាទអ្នកមានជំងឺមិនធម្មតាទេឥឡូវពួកគាត់សប្បាយចិត្តរីករាយមែនតើបងប្អូនបាទច្រើនមែនតើសិតតែមកនេះបាទឥឡូវច្រើនហើយក៏មកស្រោចទឹករៀបចំស្រោចទឹកនិយាយលោកតាបងស្រីបងប្រុសបាទមករៀបចំស្រោចទឹកច្រើនមែនតើបាទនេះបងស្រីគាត់ស្រោចញញឹមសប្បាយណាស់គាត់ជាមកនេះ ជាហ្នឹងហើយ ជាបានវាដល់បង 60ហើយ 60ហ្នឹង ឃើញអញ3បណ្ដងនៅស្ពានចូលចាញ់ទៅដើរលេងជួបរហូតហ្នឹង អញ្ចឹង តែឃើញជាចងាយ បាទអរគុណបងអរគុណបាទឥឡូវបានធូរឯងបងឈឺគេដែរ ហារីពងក អូមករីពងក អស់ហើយកាមកប៉ុណ្នេះណោះ អូមកធំឯង ប៉ុណ្នេះពីកន្លែងនេះ ឥឡូវបាត់ហើយ មកតនមួយខែអស់ហើយ គាត់បានខែអស់ ហ្នឹងហើយ ប៉ិតជឿប៉ិតហ្មង មិនជាប៉ិតមិនបើគេយកទៅដុតឯហ្នឹង គេយកទៅដុត ពេទ្យគេបញ្ជូនទៅហ៎ម៉ែយកទៅឯហ្នឹង បាទ បាយលេងកើតចង់យកទឹកបបរលេងចូល បាទ បាត់ជើងក៏អត់ដែរមកដល់លោកតានេះមកដល់លោកជង្គង់ លោកជង្គង់ ជួយកូនហងលោកឪអើយ ឥឡូវបានធូរប៉ិតមែន ប៉ិតមែន សប្បាយចិត្តទេ បាយចិត្ត បាទ បាយពេញចាន ពុកឯងបងដែរការដូចបង ចង់ផ្ដាំអ្នកមានជំងឺដូចខ្ញុំកុំអស់សង្ឃឹមណា បាទ ណាក់កាលមិនក៏ដោយមកដល់លោកតាសិន បាទ ដឹងនេះខ្ញុំនិយាយមិនមែនគេជួលឬក៏មិនទេណាខ្លួនឯងផ្ទាល់នេះ បាទ ចង់និយាយថាដូចយកអីព្រៀបវារស់មកវិញណាក្លាប់ទៅហើយ មើលគ្រូអស់ប្រហែលគ្រូ គ្រប់គ្រូខ្មែរដើរច្រើនដែរគ្រូពេទ្យក៏និយាយទៅពេទ្យទៅរហូតដល់ពេទ្យលេងឲ្យឆ្នាំហើយទៅអង្គឌួងទៅរហូតនោះ បាទ ឆ្នាំលេងទទួលកាពះចង់ធ្លាយលេពេកហ៎
អស់ជំរឿឲ្យឆែក Facebook ក៏ឃើញមកហ្មង មកបដៅ ឆែកពេលថ្ងៃ ប មក ងនៅដល់ណា នៅកំពង់ស្ពឺយើងនេះ មកពងស៊ុយដែរ ចានៅភ្នំស្រង់ បាទ ហ្នឹងហើយចង់ផ្ដាំទៅដល់បងកុំអស់សង្ឃឹមអ្នកកាលចុងក្រោយមកដល់លោកតាសិននឹងជាដូចខ្ញុំអញ្ចឹង បាទ ហ្នឹងហើយ អរគុណបងអរគុ ចា ណ អរគុណ